សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកណែនាំអំពីម៉ាស៊ីនវាស់សម្ពាធឈាមម៉ាកកាំងកូដែលជាផលិតផលរបស់ប្រទេសអាល្លឺម៉ង់ហើយសម្រាប់ម៉ាស៊ីនវាស់សម្ពាធឈាមនេះគឺមានតួម៉ាស៊ីនចំនួន1ហើយនិង cuff សម្រាប់រុំដៃនៅពេលដែលយើងវាស់សម្ពាធឈាមនឹងចំនួន1ហើយម៉ាស៊ីនរបស់យើងនឹងគឺធ្វើការប្រើប្រាស់ជាមួយនឹងថ្មពិលចំនួន4គ្រាប់ចឹងសម្រាប់តួម៉ាស៊ីនវិញគឺមានប៊ូតុងចំនួន3ដែលប៊ូតុងខៀវនេះគឺជាប៊ូតុងបើកបិទរបស់ម៉ាស៊ីនហើយប៊ូតុងកណ្ដាលនេះគឺជាប៊ូតុង memory ដែលបងអាចតាមដានសម្ពាធឈាមបងជារៀងរាល់ថ្ងៃថាសម្ពាធឈាមបងមានការផ្លាស់ប្ដូរដែរឬអត់ហើយប៊ូតុង set នេះគឺជាប៊ូតុងដែលកំណត់ថាតើបងចង់វាស់សម្រាប់អ្នកទី1ឬក៏សម្រាប់អ្នកទី2ហើយនឹងមានគំនូរចង់ឲ្យបង្ហាញប្រាប់ពីលទ្ធផលរបស់បងថាតើសម្ពាធឈាមបងនៅកម្រិតមួយណាសម្រាប់ខាងក្រោយនេះគឺជាកន្លែងដាក់ថ្មតែឥឡូវខ្ញុំធ្វើការដាក់ថ្មរួចរាល់ហើយឥឡូវខ្ញុំធ្វើការវាស់សម្ពាធឈាមតែម្ដងអញ្ចឹងសម្រាប់ការវាស់សម្ពាធឈាមហ្នឹងគឺបងត្រូវអង្គុយសម្រាប់បានពី5ទៅ10នាទីជាមុនសិននឹងធ្វើការពាក់ខុសហ្នឹងនៅលើដើមដៃមកហើយរឹតឲ្យល្មមជាមួយនឹងដើមដៃរបស់យើងហើយដាក់នៅលើកន្លែងដៃហ្នឹងពី2ទៅ3សង់ទីម៉ែត្រហើយដាក់ដៃរបស់យើងឲ្យស្មើនឹងបេះដូងហើយតើមកធ្វើការដោតជាមួយនឹងតួម៉ាស៊ីនហើយចុចទៅលើប៊ូតុងបើកម៉ាស៊ីនដើម្បីដំណើរការហើយម៉ាស៊ីននេះក៏មានសំឡេងស្វ័យប្រវត្តិសម្រាប់ឲ្យបងត្រៀមខ្លួននៅក្នុងការវាស់សម្ពាធឈាមដែរ Thank you. Your blood pressure is systolic pressure 119 millimeter of mercury pillar. Diastolic pressure 64 millimeter of mercury pillar. Your pulse is 108 beats per minute. Measuring result is normal. Thank you. អញ្ចឹងនៅពេលដែលលទ្ធផលសម្ពាធឈាមរបស់យើងចេញមកគឺមានសំឡេងស្វ័យប្រវត្តិដែលប្រាប់ពីកម្រិតសម្ពាធឈាមរបស់យើងដែរហើយសម្ពាធឈាមរបស់ខ្ញុំហ្នឹងគឺ11នៅលើ6មានន័យថាធម្មតាអញ្ចឹងជាធម្មតាសម្ពាធឈាមទូទៅហ្នឹងគឺ12លើ8ប៉ុន្តែវាអាស្រ័យទៅលើសុខភាពរបស់បងដែរអញ្ចឹងនៅពេលដែលយើងឈប់ប្រើយើងធ្វើការចុចប៊ូតុងខៀវនេះមកដើម្បីបិទដំណើរការម៉ាស៊ីនហើយដកខ្សែខុសនេះចេញអរគុណ